ព័ត៌មានទី2នៅក្នុងសេចក្តីនៅក្នុងកម្មវិធីនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានច្រើនដែលបានចេញមុននេះបន្តិចគឺមានតាំងពី Bangkok Post BBC AFP បាទនេះ AFP ខ្ញុំយកមកជូនហើយនឹងសារព័ត៌មានច្រើនតទៅទៀតបាទគឺពាក់ព័ន្ធជាមួយនឹងការវិវត្តមួយទៀតដែលថៃចោទថាកម្ពុជាបានរំលោភលើបទជបាញ់គ្នាដោយបង្ហោះ drone ជាង250បាទជាង250 drone មែនថៃគាត់អង្គុយរាប់មួយម្ដងតែម្ដងបាទឬក៏ជួនកាលក៏ថតវីដេអូឲ្យទៅអង្គុយរាប់យ៉ាងម៉េចយើងមិនដឹងដែរណាបាទអញ្ចឹងបើយោងតាមសេចក្តីរាយការណ៍នានានេះគឺបានឲ្យដឹងថាយោធារបស់ថៃនៅថ្ងៃច័ន្ទនេះបានចោទប្រកាន់ប្រទេសកម្ពុជាថាបានរំលោភនៅបទជបាញ់គ្នាដែលទើបតែចុះហត្ថលេខាកាលពីពេលថ្មីនេះគឺកាលពីថ្ងៃសៅរ៍ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាដល់ផ្ដាច់ផ្ដិលជីវិតអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះដោយចោទថាកម្ពុជាបានបង្ហោះ drone ពីលើទឹកដីរបស់ខ្លួនជាង250នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធាថៃហើយសេចក្តីថ្លែងការណ៍នោះបានបន្ថែមថាសកម្មភាពបែបនេះគឺជាការមួយញុះញង់ហើយនឹងជាការរំលោភនៅវិធានការដែលមានគោលបំណងក្នុងការកាត់បន្ថយភាពតានតឹងហើយក៏វាមិនស៊ីសង្វាក់គ្នាជាមួយនឹងសេចក្តីប្រកាសរួមដែលបានព្រមព្រៀងគ្នាក្នុងពេលកន្លងមកផងដែរនេះបើយោងតាមការបញ្ជាក់របស់ខាងភាគីថៃដោយឡែកលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាវិញគឺលោកប្រាក់សុខុនលោកក៏បានថ្លែងផងដែរពាក់ព័ន្ធជាមួយនឹងការដែលលើកឡើងអំពីការបង្ហោះ drone នេះដោយតាមរយៈការផ្សាយតាមទូរទស្សន៍នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទនេះគឺលោករដ្ឋមន្ត្រីបាននិយាយថាភាគីទាំងពីរគឺយល់ព្រមបាទដើម្បីធ្វើការស៊ើបអង្កេតករណីហ្នឹងហើយនឹងដោះស្រាយបញ្ហានេះឲ្យបានភ្លាមតែម្ដងបាទដោយមិនអូសបន្លាយទេហើយលោកប្រាក់សុខុនបានហៅហេតុការណ៍នេះថាជារឿងតូចតាចទេណាដែលរឿងតូចតាចទេពាក់ព័ន្ធនឹងការបង្ហោះ drone នោះដែលបានឃើញនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរនេះបាទអញ្ចឹងគឺក្រៅពីការហៅថាព្រឹត្តិការណ៍នេះជារឿងតូចតាចមួយគឺក៏នឹងធ្វើការស៊ើបអង្កេតដើម្បីឲ្យដឹងការពិតផងដែរក៏ប៉ុន្តែនៅខាងភាគីថៃគឺមិនបានចាត់ទុកអញ្ចឹងទេបាទអ្នកនាំពាក្យរបស់កងទ័ពថៃនេះគឺលោកវិនថៃស៊ូបារីបាទគាត់បាននិយាយថាជារឿងនេះបាទរឿងនេះគឺជារឿងមួយរំលោភខ្លាំងហើយអ្វីដែលថៃសង្កេតឃើញនោះគឺមាន drone របស់កម្ពុជានឹងគឺហោះនៅតំបន់ចុងបូកតំបន់ចុងអានម៉ាថាតំបន់អានសេះសតសោមសំតាខ្ញុំសូមអានចេញជាភាសាថៃខ្ញុំមិនអាចបកជាខ្មែរតននៅតំបន់យ៉ាងណាណាបាទអញ្ចឹងគឺគាត់ថាមានសំតាបាទមិនផាច់ជាខ្មែរផាច់ជាជាំតែបាទជាំតែបាទដូនទួនចុងក្រាំងតមន់ធំបាទផ្សត់តមន់ធំសៃតាគូមិនដឹងជាកន្លែងណាសៃតាគូនោះខ្មែរហៅមិនខ្ញុំអត់ដឹងដែរហើយនឹងតំបន់ផ្សេងនៅក្នុងខេត្ត4នៅក្នុងខេត្តទាំង4ដែលនៅតាមបណ្ដោយព្រំដែនរបស់ថៃជាមួយនឹងកម្ពុជាគឺខេត្តបូរីរ៉ាំស៊ីសាកេតសុរិននិងឧបលរដ្ឋធានីបាទនេះបើតាមការចោទប្រកាន់របស់ខាងអ្នកនាំពាក្យរបស់ថៃណាគាត់បាននិយាយបែបនេះហើយលោកវិនថៃក៏ថាសកម្មភាពបែបនេះគឺត្រូវបានចាត់ទុកថាជាការញុះញង់និងរំលោភនៅលើវិធានការក្នុងការកាត់បន្ថយភាពតានតឹងហើយគឺមិនស្របទៅតាមសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខាដោយក្រុមគណៈកម្មាធិការព្រំដែនទូទៅ GBC ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូនោះទេបាទដោយលោកបានបន្ថែមថាកម្ពុជានៅតែបន្តធ្វើសកម្មភាពបន្ទុះសារាយនិងញុះញង់ប្រឆាំងនឹងថៃដែលធ្វើឲ្យខូចខាតទៅដល់សន្តិសុខនិងសុវត្ថិភាពរបស់កងយោធាហើយនិងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនណាលោកវិនថៃគាត់បន្តថែមនិយាយចឹងហើយគាត់ថែមទាំងនិយាយថាដូច្នេះគឺខាងយោធាឥឡូវនេះក៏ប្រហែលជាក៏ប្រាប់ពាក្យប្រហែលជាទេណាបាទអញ្ចឹងចាំកន្លែងច្បាស់គាត់ថា the army might have to revise its plan to release 18 captured Cambodian soldier
បាទអញ្ចឹងគឺស្ដាប់ពីអគារច្បាស់គាត់ថាទាហានប្រហែលជាត្រូវតែបាទរៀបចំឡើងវិញនៅផែនការក្នុងការដោះលែងយុទ្ធជនទាំង18រូបរបស់កម្ពុជាបាទដោយសម្ដីដើមរបស់គាត់បាននិយាយថាប្រសិនបើការរំលោភនៃកិច្ចព្រមព្រៀងហើយនឹងរំលោភទៅលើអធិបតេយ្យភាពជាតិរបស់ថៃនៅតែបន្តនោះគឺកងទ័ពត្រូវតែធ្វើតាមភារកិច្ចរបស់ខ្លួនហើយគឺធ្វើយ៉ាងណាដើម្បីការពារផលប្រយោជន៍ជាតិនិងសន្តិសុខជាតិរបស់ថៃបាទគឺគាត់មិនត្រឹមតែចោទកម្ពុជាទេគាត់ថែមទាំងអះអាងថាប្រទេសថៃគឺបានគោរពយ៉ាងខ្ជាប់ខ្ជួននៅកិច្ចខិតខំប្រឹងប្រែងសន្តិភាពហើយនឹងការកាត់បន្ថយភាពតានតឹងបាទនិយាយចេញមកគឺគាត់បាទល្អណាស់បាទល្អមែនតើដូចជាមានអ្វីខុសឆ្គងទេបាទទន្ទឹមនឹងហ្នឹងបាទឥឡូវតើគាត់ល្អឬមិនល្អនៅក្នុងការគោរពតាមកិច្ចព្រមព្រៀងនោះគឺខាងក្រុមលេខាធិការដ្ឋាននៃកិច្ចការព្រំដែនរបស់កម្ពុជានោះក៏បានបញ្ជូនលិខិតមួយទៅខាងភាគីថៃដើម្បីរៀបចំការជួបប្រជុំគ្នាឡើងវិញស្ដីពីការកំណត់បង្គោលខណ្ឌសីមាគឺរៀបចំនោះចង់ឲ្យប្រជុំគ្នានៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026នឹងតែម្ដងបាទតើគាត់យ៉ាងម៉េចដោយកម្ពុជាបានពីព្រោះនៅក្នុងកិច្ចព្រមព្រៀងនៃការជួបបាញ់នេះគឺមានការងាកមកគោរពតាមបាទព្រំដែនការវាស់វែងព្រំដែនអីហ្នឹងច្បាប់អន្តរជាតិឡើងវិញអញ្ចឹងហើយបាននៅក្នុងលិខិតរបស់ខាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនស្នើទៅថៃហ្នឹងគឺមានច្រើនចំណុចណាបាទក៏តែខ្ញុំសូមច្បិចយកតែចំណុច2 3មកជម្រាបជូនប្រិយមិត្តទេប្រិយមិត្តអាចអានទាំងស្រុងនៅក្នុង Facebook របស់ក្រសួងរបស់រដ្ឋលេខាធិការដ្ឋានឬក៏នៅ Facebook របស់ខ្ញុំក៏បានដែរខ្ញុំបានបង្ហោះនៅយកចែករំលែកនៅទីនោះដែរអ្វីដែលចាប់អារម្មណ៍ដែលខ្ញុំចង់ចែករំលែកជាមួយប្រិយមិត្តហ្នឹងគឺខាងកម្ពុជានឹងស្នើឲ្យជួបប្រជុំជាពិសេសណាហៅថាជួបប្រជុំពិសេសនៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026ដើម្បីបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងនៅចន្លោះបង្គោលព្រំដែនលេខ42ទៅ47នៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទនិងបង្គោលព្រំដែនលេខ52 59នៅឃុំបង្រាំងឃុំកំរៀងបាទហើយកម្ពុជាក៏ស្នើឲ្យពិភាក្សាអំពីការចុះប្រវែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅបង្គោល33 37ឃុំថ្មដាឃើញទេអញ្ចឹងដូចតែខ្ញុំបាននិយាយចឹងឃើញទេបាទពេលដែលកិច្ចព្រមព្រៀងជួបបាញ់គ្នាទាហាននៅណានឹងសិនទៅក៏ប៉ុន្តែចំណុចដែលយល់ព្រមគឺប្រយោជនការអន្តរជាតិនេះច្បាប់អន្តរជាតិដើម្បីវាស់វែងខណ្ឌសីមាឡើងវិញចឹងបានថាបើវាស់ទៅឃើញទាហាននឹងកំពុងឈរជើងនៅក្នុងដីកម្ពុជាថយទៅវិញបាទអញ្ចឹងឥឡូវនេះតាការយល់របស់ខ្ញុំណាបាទកម្ពុជាគឺអនុវត្តកិច្ចព្រមព្រៀងនឹងភ្លាមតែម្ដងហើយចង់ដឹងតើថៃគ្រប់ទៅតាមអ្វីដែលខ្លួនព្រមឬអត់បាទស្រាប់តែក្រោយពីកម្ពុជាផ្ញើលិខិតនេះទៅកាលពីព្រឹកមិញថ្ងៃច័ន្ទហ្នឹងល្ងាចឡើងគឺឮសូរមានរឿងdrone ឯណានោះចេញមកទៀតហើយអញ្ចឹងដូច្នេះយើងទៅតាមដានសភាពការនឹងដែរបាទតាមដានសភាពការនឹងដែរដោយដែលខ្ញុំបាននិយាយអញ្ចឹងគឺថាដរាបណាស្ថានភាពមិនទាន់ចាប់មកភាពប្រក្រតីធម្មតាទាំងស្រុង 100% គឺការសន្និដ្ឋានណាមួយការផ្សាយណាមួយដែលផ្អែកទៅលើអ្វីដែលប្រភពតាមជំនាញពីខាងថៃដោយខ្វះការពិចារណាការចូលរួមយោបល់បាននាំឲ្យមានការភ័ន្តច្រឡំនៅក្នុងចំណោមប្រជាពលរដ្ឋដែលទទួលព័ត៌មានពីយើងដែរណាអញ្ចឹងបានខ្ញុំប្រយ័ត្នប្រយែងរឿងកិច្ចការហ្នឹងមកប្រយ័ត្នប្រយែងណា